អ្នកម្ដាយបានរកឃើញថាមាននរណាម្នាក់ធ្វើឲ្យកំពុកទឹកផ្លែឈើ A និយាយថាមិនមែនខ្ញុំទេខ្ញុំទើបតែមកពីសាលារៀន B និយាយថាខ្ញុំកំពុងធ្វើកិច្ចការផ្ទះយ៉ាងយកចិត្តទុកដាក់មិនបានប៉ះពាល់របស់អ្វីឡើយមិនឆ្លាតចូលស្វែងរកតម្រុយដោយប្រុងប្រយ័ត្នតើជាកូនជើងល្អរូបណាចម្លើយគឺជាក្មេងស្រី B ពីព្រោះសម្ពុតរបស់នាងមានស្នាមប្រឡាក់ប៉ូលីសសង្ស័យថាក្នុងចំណោមស្ត្រីទាំងពីរនាក់នេះមានម្នាក់ជាមេឃាតករដែលបានបន្លំខ្លួនស្ត្រី A និយាយថាខ្ញុំជាពលរដ្ឋល្អខ្ញុំគោរពច្បាប់ខ្លាំងណាស់គុំសង្ស័យខ្ញុំអីស្ត្រី B និយាយថាខ្ញុំជាស្ត្រីមេផ្ទះមិនអាចជាឃាតករទៅសុំសួរថាតើស្ត្រីមួយណាជាឃាតករចម្លើយស្ត្រី B ជាឃាតករពីព្រោះនៅលើតុមានទាំងចុងកំបិតនិងកាបូបផងសុទ្ធតែមានស្នាមប្រឡាក់ឈាមឬមួយនាងកំពុងតែសម្អាតផុសតាងតើនរណាសម្រាប់ទូធ្លុកឃាតករនៅក្នុងចំណោមក្មេងស្រីទាំង3នាក់នេះមិនឆ្លាតចូលស្វែងរកតម្រុយដោយប្រុងប្រយ័ត្នតើអ្នកអាចរកឃើញថាឃាតករជានរណាទេចម្លើយក្មេងស្រី A ជាឃាតករពីព្រោះតួធ្លុកដែលបានស្លាប់នោះមិនមានរបួសនិងឈាមអ្វីនោះទេដូច្នេះមិនមែនជាក្មេងស្រី B ឬក្មេងស្រី C ជាអ្នកធ្វើនោះឡើយនៅទីនេះមានតែក្មេងស្រី A តែម្នាក់គត់ដែលគ្មានស្រមោលដូច្នេះនាងគឺជាបិសាចតើនរណាជាកូនរបស់មនុស្សពុកកាយលោកប៉ាបានមកទទួលកូនរបស់គាត់ទៅផ្ទះវិញប៉ុន្តែមានក្មេងដល់ទៅ3នៅទីនេះហើយគាត់មិនអាចចំណាំបានទេថាមួយណាជាកូនពិតប្រាកដរបស់គាត់តែអ្នកអាចជួយគាត់រកឃើញទេចម្លើយ C គឺជាកូនរបស់គាត់ពីព្រោះពួកគេទាំងអស់គ្នាមានសញ្ញាសម្គាល់ដូចគ្នានៅលើក្បាលតើនរណាជាឃាតករនៅក្នុងថ្នាក់រៀនគ្រូបង្រៀនម្នាក់ត្រូវបានសម្លាប់ឃាតករស្ថិតនៅក្នុងចំណោមសិស្សទាំងអស់នេះមិនឆ្លាតចូលស្វែងរកតម្រុយដោយប្រុងប្រយ័ត្នរកមើលថាតើនរណាជាឃាតករចម្លើយគឺជាក្មេងប្រុស D ព្រោះដៃរបស់គេមានកាន់ដំបងពាក់កណ្ដាលទៀតដែលដូចគ្នាទៅនឹងឈើពាក់កណ្ដាលទៀតនៃអាវុធដែលបណ្ដាលឲ្យគ្រូស្លាប់តើអ្នកណាជាមច្ឆាខ្លាំងៗ A និយាយថាអ្នកមិនគួរនៅទីនេះទេនេះជាផ្ទះរបស់ខ្ញុំ B និយាយថាអ្នកកុហកខ្ញុំគឺជាមច្ឆាពិតប្រាកដតើអ្នកអាចសម្គាល់បានទេថានរណាជានាងមច្ឆាខ្លាំងៗចម្លើយ A ជានាងមច្ឆាខ្លាំងៗពីព្រោះនៅចុងកន្ទុយមានស្រមោលជើងមនុស្សមាននរណាម្នាក់បានសម្លាប់មិត្តរួមថ្នាក់របស់ខ្លួនដោយចៃដន្យ A និយាយថាខ្ញុំទើបតែមកដល់ទីនេះមិនបានឃើញតម្រូវអ្វីនោះទេ B និយាយថាខ្ញុំកំពុងធ្វើកិច្ចការផ្ទះរហូតមកមិនបានឮសំឡេងអ្វីឡើយ C និយាយថាខ្ញុំគិតថាគួរតែហៅរថយន្តសង្គ្រោះបន្ទាន់ហើយរាយការណ៍ទៅប៉ូលីសភ្លាមៗតាមរយៈខួរក្បាលដ៏ឆ្លាតវៃរបស់អ្នកតើអ្នកអាចរកឃើញឃាតករទេចម្លើយក្មេងប្រុស D ជាឃាតករមើលដែលប្រុងប្រយ័ត្នគេកំពុងកាន់កំណាត់ក្រណាត់ដែលរហែកដូចគ្នាទៅនឹងក្រណាត់នៅក្នុងដៃរបស់ជនរងគ្រោះដែលបង្ហាញថាពួកគេបានប្រយុទ្ធគ្នាមុននោះតើនរណាធ្វើឲ្យខូចកូនឡាននេះក្មេងស្រី A និយាយថាខ្ញុំឃើញផ្ទាល់ភ្នែកអ្នកបានធ្វើឲ្យវាខូចក្មេងប្រុស B និយាយថាកុំនិយាយផ្ដេសផ្ដាសអ្នកគ្រាន់តែចោទប្រកាន់ខ្ញុំទេមិនឆ្លាតតើជាអ្នកណាដែលបានធ្វើឲ្យខូចកូនឡាននេះចម្លើយគឺជាក្មេងប្រុស B ពីព្រោះនៅក្រោមជើងរបស់គេមានលាក់តេឡេបញ្ជាដូច្នេះយើងអាចសន្និដ្ឋានថាគេបានបញ្ជាកូនឡាននេះទៅបុកទូបណ្ដាលឲ្យខូចនៅក្នុងថ្នាក់រៀនមាននរណាម្នាក់បានសម្លាប់គ្រូបង្រៀននៅកន្លែងកើតហេតុមានតែសិស្ស3នាក់នេះប៉ុណ្ណោះពួកគេទាំងអស់គ្នាសម្ដែងធ្វើជាស្លូតត្រង់ចូលស្វែងរកតម្រុយដោយប្រុងប្រយ័ត្នតើអ្នកអាចរកឃើញឃាតករទេចម្លើយក្មេងប្រុស A ជាឃាតករពីព្រោះដៃរបស់គេក៏មានរបួសឬស្នាមប្រឡាក់ឈាមផងដែរតើនរណានៅរស់មានអ្នកជំងឺ3នាក់កំពុងដេកនៅលើគ្រែពេទ្យប៉ុន្តែតាមពិតទៅនៅទីនេះមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលមានសញ្ញានៃជីវិតខណៈ2នាក់ទៀតបានស្លាប់បាត់ទៅហើយតើអ្នកអាចមើលឃើញថាអ្នកណានៅរស់ទេ
ចម្លើយ A គឺនៅរស់ពីព្រោះម៉ាស៊ីនវាស់ចង្វាក់បេះដូងបានបង្ហាញចង្វាក់បេះដូងនៅធម្មតាទោះបីជា C ក៏មានចង្វាក់បេះដូងដូចគ្នាដែរប៉ុន្តែពណ៌នៃស្បែករបស់គេខុសពីធម្មតាឬគេជាខ្មោចឆៅឃាតកម្មទៅលើអ្នកបម្រើនៅលើយន្តហោះក្នុងចំណោមមនុស្សទាំងនេះមាននរណាម្នាក់បានសម្លាប់អ្នកបម្រើនៅលើយន្តហោះក្រោយពីការស៊ើបអង្កេតជនសង្ស័យត្រូវបានកំណត់ថាគឺជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សទាំង3នាក់នេះមិនឆ្លាតសូមពិនិត្យមើលតម្រុយដោយប្រុងប្រយ័ត្នតើនរណាជាឃាតករស្ត្រី B គឺជាជនសង្ស័យព្រោះក្នុងដៃរបស់នាងមានកំបិតប្រឡាក់ជាមួយតើនរណាជា zombie ខ្លាំងៗ A និយាយថាមើលដៃរបស់ខ្ញុំស្ទើរតែជ្រុះចេញមកហើយ B និយាយថាខ្ញុំជា zombie ពិតៗមើលសាច់ដ៏រលួយរបស់ខ្ញុំទៅ C និយាយថាថ្ងៃនេះខ្ញុំបានស៊ីខួរក្បាលឆ្ងាញ់ៗយ៉ាងច្រើនតាមរយៈខួរក្បាលដ៏ឆ្លាតវៃរបស់អ្នកតើអ្នកអាចរកឃើញខ្មោចឆៅខ្លាំងៗទេចម្លើយ A ជាមនុស្សខ្លែងធ្វើជា zombie បើពិនិត្យមើលឲ្យច្បាស់ទៅឃើញថាគាត់មានស្បែកជាមនុស្សហើយអ្វីគ្រប់យ៉ាងគ្រាន់តែជាការតុបតែងរបស់គាត់ខ្លែងបន្លំជា zombie តែប៉ុណ្ណោះអ្នកទោសម្នាក់ត្រូវបានឃុំនៅក្នុងគុកឥឡូវនេះគាត់មានឱកាសរត់គេចខ្លួនមួយនៅពីមុខគាត់ពេលនេះមានទ្វារដ៏គ្រោះថ្នាក់ចំនួន3ទ្វារទី1មានចចកដ៏កាយសាហាវកំពុងរងចាំទ្វារទី2មានក្របបែកកំណត់ពេលវេលាទ្វារទី3មានកំពូលឃាតករតិនហ្វីកំពុងរងចាំមិនឆ្លាតសូមពិនិត្យមើលតម្រុយដោយប្រុងប្រយ័ត្នតើទ្វារមួយណាអាចឲ្យគាត់គេចចេញបានដោយសុវត្ថិភាពចម្លើយគួរតែជាទ្វារទី2មើលឲ្យបានច្បាស់គ្រាប់បែកកំណត់ពេលវេលានោះមិនទាន់បើកដំណើរការនៅឡើយទេដូច្នេះមិនចាំបាច់បារម្ភថាវានឹងផ្ទុះនោះទេតើនរណាជាបិសាចជញ្ជក់ឈាមពិតប្រាកដទៅ A និយាយថាខ្ញុំជាបិសាចជញ្ជក់ឈាមពិតប្រាកដខ្ញុំរស់នៅបានជាង 1000 ឆ្នាំហើយ B និយាយថាអ្នកកំពុងនិយាយផ្ដេសផ្ដាសខ្ញុំចូលចិត្តផឹកឈាមបិសាចខ្លាំងៗណាស់មិនឆ្លាតសូមពិនិត្យមើលតម្រុយដោយប្រុងប្រយ័ត្នតើអ្នកដឹងទេថានរណាជាបិសាចជញ្ជក់ឈាមពិតប្រាកដចម្លើយ A ជាបិសាចជញ្ជក់ឈាមពិតប្រាកដពីព្រោះគេគ្មានស្រមោលនោះទេតើនរណាអាចរស់រានមានជីវិតអ្នកទោស2នាក់ត្រូវបានឃុំនៅក្នុងបន្ទប់ឃុំឃាំងដ៏គ្រោះថ្នាក់បំផុតនៅក្នុងបន្ទប់ A ពោពេញទៅដោយទឹកកកដែលកំពុងហូរចូលឥតឈប់ឈរនិងនៅក្នុងបន្ទប់ B ពោពេញទៅដោយពស់ពឹសមិនឆ្លាតតើអ្នកគិតថាអ្នកទោសមួយណាអាចសង្ឃឹមរស់រានមានជីវិតចម្លើយបរិប B មានសង្ឃឹមរស់ច្រើនជាងដរាបណាគាត់រក្សាភាពស្ងប់ស្ងាត់ហើយមិនធ្វើឲ្យពស់ខឹងពួកវានឹងមិនវាយប្រហារគាត់នោះទេចំណែកបរិប A បើមិនកកស្លាប់ក៏នឹងលង់ទឹកស្លាប់ផងដែរតើនរណាកំពុងនិយាយកុហកស្ត្រី2នាក់នៅក្នុងរថភ្លើងជាមួយគ្នាជាមួយនឹងបរិបម្នាក់នេះហើយពួកគេចង់ឲ្យបរិបម្នាក់នេះប្រគល់កៅអីឲ្យស្ត្រី A និយាយថាខ្ញុំមានផ្ទៃពោះខ្ញុំមានសិទ្ធិជាអតិភិបស្ត្រី B និយាយថាអ្នកគួរតែប្រគល់កៅអីឲ្យខ្ញុំតើអ្នកមើលមិនឃើញថាខ្ញុំពិការភ្នែកទេឬសូមពិនិត្យមើលតម្រុយដោយប្រុងប្រយ័ត្នតើអ្នកអាចដឹងថានរណាកំពុងនិយាយកុហកទេចម្លើយស្ត្រី B កំពុងនិយាយកុហកប្រសិនបើនាងពិតជាពិការភ្នែកមែននោះតើនាងអាចអានសៀវភៅហើយប្រើទូរស័ព្ទស៊េរីទំនើបនោះដោយរបៀបណាតើនរណាជាគ្រូពេទ្យពិតប្រាកដស្ត្រីជាប្រពន្ធបានរកឃើញគ្រូពេទ្យខ្លាំងៗ2នាក់នៅក្នុងបន្ទប់នៃមន្ទីរពេទ្យនេះពួកគេចង់ធ្វើបាបប្តីរបស់នាងដូច្នេះដោយប្រើខួរក្បាលដ៏ឆ្លៀសវៃរបស់អ្នកតើអ្នកអាចរកឃើញថានរណាជាគ្រូពេទ្យពិតប្រាកដដែលមានតែម្នាក់គត់នោះបានទេចម្លើយគ្រូពេទ្យ C ជាគ្រូពេទ្យពិតប្រាកដរូបថតរបស់គាត់ត្រូវបានបិទនៅពីមុខគ្រែដែលមានន័យថាគ្រូពេទ្យ C ជាអ្នកទទួលខុសត្រូវព្យាបាលអ្នកជំងឺនេះផងដែរតើនរណាគ្រោះថ្នាក់ជាងក្មេងប្រុស2នាក់កំពុងលេងយ៉ាងស្ងៀមស្ងាត់ពេលនោះកូឈ្មោលដ៏កាយសាហាវមួយបានចាប់ផ្ដើមដេញវាយប្រហារពួកគេមិនឆ្លាតតើអ្នកអាចដឹងថាក្មេងមួយណាមានគ្រោះថ្នាក់ជាងទេចម្លើយក្មេងប្រុស A មានគ្រោះថ្នាក់ជាងពីព្រោះគេស្លៀកខោពណ៌ក្រហមដែលជាពណ៌ដ៏ពេញនិយមមួយឲ្យកូដេញចាប់គេដើម្បីស្រាតខោ
តើគ្រូសិល្បៈមួយណាមានជំនាញជាងអ្នកគ្រូ A បាននិយាយថាខ្ញុំមានជំនាញវិជ្ជាជីវៈអ្នកអាចដឹងបានតាមរយៈការនិយាយរបស់ខ្ញុំលោកគ្រូ B និយាយថាខ្ញុំបានបង្រៀននៅទីនេះ10ឆ្នាំជាងមកហើយអ្នកអាចសួរពួកគេអំពីសមត្ថភាពរបស់ខ្ញុំបានដូច្នេះតើអាចជួយក្មេងៗជ្រើសរើសគ្រូដែលមានជំនាញជាងបានទេចម្លើយលោកគ្រូ B គួរតែមានជំនាញជាងពីព្រោះឧបករណ៍របស់គាត់គួរតែប្រើច្រើនឆ្នាំមកហើយដោយអ្វីដែលគាត់បាននិយាយមិនដូចអ្នកគ្រូ A ទេដែលមានផ្លាកថ្មីនៅជាប់បញ្ជាក់ថាគាត់ទើបតែតែងមកប្រើនោះទេតើនរណាជាចោរលួចពេជ្រនៅក្នុងពិធីជប់លៀងរបស់សេដ្ឋីម្នាក់ពេជ្រដ៏មានតម្លៃមួយគ្រាប់របស់គាត់បានបាត់មនុស្ស7នាក់ខាងមុខនេះគឺជាជនសង្ស័យតែអ្នកអាចរកឃើញថានរណាដែលបានលួចពេជ្រនោះទេចម្លើយគឺជាបុរសម្នាក់នេះពីព្រោះមានតែគាត់ទេដែលបានយកដៃលាក់ទៅខាងក្រោយខណៈពេលដែលអ្នកផ្សេងទៀតកាន់កែវរបស់ពួកគេធម្មតា